ម្ហូបខ្លះមិនចាំបាច់ទាល់តែមានសាច់បានឆ្ងាញ់ទេមួយមុខនេះបន្លែសុទ្ធក៏ប៉ុន្តែញ៉ាំបាយឡើងអស់ពីចានហ្មងបងប្អូនគឺឆាខាត់ណានឹងឯងសម្រាប់ដើមខាត់ណាខ្ញុំជ្រើសរើសយកអាតូចយកពុកម៉ែបងប្អូនដើម្បីឲ្យឆាទៅវាចូលជាតិកាន់តែឆ្ងាញ់ហើយវិធីធ្វើដោយដែលឃើញអញ្ចឹងងាយស្រួលក៏ប៉ុន្តែយើងបែបសុខភាពផងញ៉ាំបន្លែសុទ្ធយើងកាត់បន្ថយសាច់អញ្ចឹងណាហើយបានឆ្ងាញ់ទៀតខាត់ណាពុកម៉ែបងប្អូនឆាតាមមកត្រឡប់មកគឺចូលជាតិមែនតើខ្ញុំមកចូលចិត្តលាយគ្រឿងនៅក្នុងកូនចានហ្នឹងលក្ខណៈថាមានទឹកមានស្ករប៊ីចេងម្សៅស៊ុបអីនឹងចូលគ្នាចឹងទៅបន្ទាប់ពីឆាហើយចាក់តាទឹកមកកូនចាននឹងចូលមកងាស់បន្តិចជាការស្រេចអញ្ចឹងអាហារទាំងអស់នេះងាយស្រួលហើយអត់មានសាច់ទេក៏ប៉ុន្តែសួរថាឆ្ងាញ់អត់ចាឆ្ងាញ់ធម្មតាពុកម៉ែបងប្អូនអញ្ចឹងបើសិនជាអត់ដឹងថាថ្ងៃនេះញ៉ាំអីគឺថាអាចសាឡបងធ្វើអាហារមកប្រភេទនេះបានណាពុកម៉ែបងប្អូនដោយសារតែខ្ញុំជាទូទៅសាច់ច្រើនថ្ងៃពេកចឹងទៅចង់ញ៉ាំបន្លែគឺតែងតែឆាដើមខាត់ណាហើយដើមខាត់ណាឲ្យតែខ្ញុំទៅផ្សារឃើញអាតូចហ្នឹងគឺតែងតែទិញឲ្យពុកម៉ែបងប្អូនដោយសារតែអាតូចហ្នឹងយើងយកមកឆាឆ្ងាញ់ហ្នឹងឯងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនបានមកហូបអីដែរថ្ងៃនេះផ្ទះខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណចំពោះការតាមដានទស្សនាវីដេអូហើយនេះគឺជាសកម្មភាពសាមញ្ញបាយបាយ